Ladies and gentlemen ឥឡូវនេះរដូវកាលបៃតងណាគឺខិតជិតមកដល់ហើយខែដែលយើងមិនដែលរំលងនោះណាគឺខេត្តមណ្ឌលគិរីទាំងទេសភាពស្រស់ត្រកាលធម្មជាតិស្រស់បំព្រងពណ៌ខៀវត្រជាក់ភ្នែកភ្លៀងធ្លាក់ស្រិចស្រិចរូបភាពស្រស់ស្អាតសឹកតែគ្រប់ជ្រុងមិនថាតាមដងផ្លូវឬក៏នៅទីកំសាន្តនានាហើយបើសិនជាបងប្អូនមានគម្រោងមកដល់មណ្ឌលគិរីហើយបងប្អូនកុំភ្លេចចូលមកស្នាក់នៅចំការកាហ្វេពីដាដោយបងនឹងទទួលបាននូវអារម្មណ៍ស្ងប់ស្ងាត់ខ្យល់ដង្ហើមធម្មជាតិថតរូបស្អាតនិងសកម្មភាពកម្សាន្តនានាជាច្រើនដែលមានដូចជាអាងហែលទឹកទីកន្លែងសម្រាប់ក្មេងលេងកម្សាន្តឋាននិងកាហ្វេឈ្ងុយឆ្ងាញ់ដោយសារតែនៅទីនេះគឺមានចំការកាហ្វេស្រាប់ក៏អាចគយគន់មើលសត្វព្រៃនៅទីនោះបានដូចគ្នាមិនថាសត្វស្វាកន្ទុយសបាក់សាបាក់សីឬក៏សត្វព្រៃផ្សេងទេពិតជាស្រស់ស្អាតខ្លាំងមែនទែនដល់ទីនេះគឺទទួលបានអារម្មណ៍ស្រស់ថ្លាហើយការគេងវិញគឺលក់ស្ងប់ល្អនិយាយទៅគឺ quality sleep ហើយតែនិយាយរៀបរាប់នេះអារម្មណ៍នេះទៅដល់មណ្ឌលគិរីបាត់ហើយ